មានបងប្អូនណាខ្លះដូចខ្ញុំពេលដែលរៀបឆាសាច់ឬក៏ធ្វើទឹកស៊ុបអីចឹងដឹងតែយកសាច់នឹងទៅស្រោះទឹកក្តៅមុនសិនឯងបានយកមកធ្វើម្ហូបដោយសារការស្រោះអញ្ចឹងគឺកាត់បន្ថយក្លិនស្អាតក្លិនអីបានច្រើនអញ្ចឹងណាបន្ទាប់ពីប៉ាក្មេកខ្ញុំទៅធ្វើការវិញបាត់គឺដូរតួនាទីធ្វើជាស្ត្រីមេផ្ទះវិញឯងបងប្អូនគឺថាបានសម្រាប់បានចិត្តមួយខែដែរដោយសារប៉ាក្មេកឲ្យចូលធ្វើម្ហូបដល់ពេលឥឡូវនេះដល់វគ្គធ្វើម្ហូបព្រោះនឹកម្ហូបឲ្យកកើហូបទៀតហើយថ្ងៃនេះគឺខ្ញុំឆាសាច់មាន់មួយមុខហើយនឹងឆាបន្លែមួយមុខដោយសារបាក់ក្នុងទូទឹកកកមានសាច់មាន់នៅសមមួយចំហៀងដែរហើយនឹងមានបន្លែសាឡាត់ហ្នឹងខ្ញុំទិញមកពីព្រឹកមិញហ្នឹងនៅបានពីដុំដែរចុះចាប់ផ្ដើមឆាឈួលមួយផ្លែហ្នឹងគឺឆ្អិនហើយដោយសារលឿនមែនតែនយើងអត់មានអីម្ហូបអីច្រើនមុខអីច្រើនទេដោយសារតែយើងឆាតែបន្លែមួយមុខសាច់មួយមុខហើយទឹកស៊ុបមួយមុខទេទឹកស៊ុបគឺទឹកស៊ុបប្រចាំតកោរបស់កកើខ្ញុំហើយទឹកស៊ុបពេញប៉ោះពងមាន់ហើយនឹងជីឆាយហ្នឹងដោយសារតែគេមកគាត់ចិត្តចេញពីធ្វើការហើយដល់ពេលចឹងយើងចាប់ផ្ដើមធ្វើម្ហូបហើយទៅហើយណាមួយនៅខាងក្រៅហ្នឹងគឺមេឃធ្លាក់ភ្លៀងរហូតព្រឹកមិញអីទៅទិញបន្លែហើយឡើងទៅជាចាប់ផ្ដើមចូលរដូវកាលរេចនេះគឺថាភ្លៀងសឹងរាល់ថ្ងៃហ្មងរលឹមតាំងពីព្រឹកតល្ងាចតយប់តព្រឹកវិញគឺរលឹមរហូតហ្មងហើយខ្ញុំដោយសារតែចាំគ្រួសារខ្ញុំមកហូបបាយជុំគ្នាអញ្ចឹងទៅក៏ចាប់ផ្ដើមធ្វើម្ហូបហ្នឹងមុនគាត់មកពីធ្វើការហ្នឹង1 ម៉ោងដោយសារតែយើងធ្វើហើយអីហើយអស់គាត់មកដល់តែល្មមគឺហូបបានជុំគ្នាក្តៅអញ្ចឹងដោយសារខ្ជិលក្តៅម្ដងទៀតដល់ពេលយើងក្តៅម្ដងទៀតហូបអត់សូវឆ្ងាញ់ដូចយើងធ្វើឲ្យថ្មីទេណាមួយគ្រួសារខ្ញុំត្រឡប់ហូបបាយពេលល្ងាចចឹងរៀងម៉ោងរៀងឆៃដែរជួនម៉ោង6 កន្លះជួនម៉ោង7 កន្លះអីបន្ទាប់ពីឆាបន្លែ2មុខហើយធ្វើទឹកស៊ុបមួយមុខនេះហើយអស់ហើយខ្ញុំក៏ចាត់ផ្លែឈើដាក់លើតុមួយចានទៅសារក្រូចនេះតអត់ហូបនឹងខូចអស់ហើយនៅក្នុងផ្ទះទេប៉ុន្តែពេលច្រើនរវល់កិច្ចការងារផ្សេងទៅដើរចុះដល់ឡើងទៅចិត្តតែភ្លេចហូបបងប្អូននៅពេលចឹងបានយើងធ្វើបាយធ្វើម្ហូបអីហើយអស់ចឹងចាត់ផ្លែឈើអីត្រៀមទុកហើយទៅពេលគ្រួសារខ្ញុំមកពីធ្វើការវិញហូបបាយហូបអីជុំគ្នាហើយហូបផ្លែឈើលាងមកតាមក្រោយចឹងណាហើយគ្រួសារខ្ញុំក៏មិនទាន់មកដល់ឆាប់ដែរអញ្ចឹងក៏ឆ្លៀតបត់កៅអៅបត់អីទុកទៅជាបស្ត្រីមានផ្ទះមានតែប៉ុណ្្នឹងឯងវល់បត់ជាមួយការងារផ្ទះនឹងឯងធ្វើអត់ចេះអស់ទេហើយហត់អត់ដឹងមុខទៀតពីមួយថ្ងៃទៅមួយថ្ងៃកប៉ិកកប៉ុកនឹងឯងហើយរងថ្ងៃបានម៉ាក់ក្មេកខ្ញុំជួយមើលកូនជួយមើលអីផងណាបើបានមានពេលធ្វើនេះធ្វើនោះបើសិនជាអត់មានទេមួយថាពិបាកវល់ពីហ្នឹងហើយនេះកូនស្រីក្បាលខូចរបស់ខ្ញុំម្នាក់ទៅមកពីដើរលេងក្រៅមួយយាយវិញហើយមានបងប្អូនច្រើនណាគាត់ខមមិនសួរគាត់ថាឃើញតកូនខ្ញុំនឹងនៅជាមួយយាយរហូតតាមពិតទៅកូនស្រីរបស់ខ្ញុំភាគច្រើនយាយគាត់ជួយមើលច្រើនណាតាំងពីតូចមកហ្មងមានបងស្រីម្នាក់គាត់ខមមិនសួរអញ្ចឹងណាឃើញថាម្ដាយក្មេកអូនស្រឡាញ់ចៅណាឃើញវីដេអូណាក៏ពោចៅនៅជាប់នឹងចៅរហូតដែរនិយាយទៅយាយជាមួយនឹងចៅនឹងគឺថាតាំងពីខ្ញុំសម្រាប់គាត់ចេញពីពេទ្យមកគាត់ថានៅតែជាមួយយាយជាប់ដែរនឹងគាត់ជួយមើលយើងរហូតហើយដល់ពេលអញ្ចឹងគាត់ស្និទ្ធជាមួយនឹងរហូតដល់ថ្ងៃហ្នឹងក៏នៅតែស្និទ្ធជាមួយចៅដែរការខ្ញុំសម្រាប់របស់នឹងខ្ញុំឈឺថ្នេរដោយសារខ្ញុំវះពេលអញ្ចឹងទៅនៅតែជាមួយយាយទេខ្ញុំបបើដោះអីហើយអស់អញ្ចឹងដឹងតែយាយពោមើលថែដល់ខោទឹកនោមមើលអីចឹងហើយអូនអ៊ីអង្ការតែមិនកើតថាកាចមែនតែនហ្មងតែចេញពីពេទ្យមកទឹកបានតែមកទឹកទេគឺថាកាចយកតែមែនតែនហើយត្រូវម៉ាក់ឈឺថ្នេរទៀតមិនសូវបានមើលទេតែយាយជួយមើលផងអីផងទាំងយប់ទាំងថ្ងៃហើយនេះវីដេអូអង្ការគាត់តែចេញខែមួយខែដំបូងម៉ាក់ក្មេកខ្ញុំគាត់ធ្វើកម្មវិធីចេញខែនៅចិនអញ្ចឹងបងប្អូននៅចិនក៏គេធ្វើភាគច្រើនគេធ្វើកូនចេញខែមួយខែជូនទៅកូននឹងបាន3ខែក៏គេធ្វើដែរគ្រួសារខ្លះទៅកូននឹងគ្រប់3ខែឬក៏គេហៅថា100ថ្ងៃគេថាកូនយើងបានសុខសប្បាយអញ្ចឹងណាគេធ្វើកម្មវិធីចេញខែនឹងពេលអាយុ3ខែតែកូនខ្ញុំនេះគឺធ្វើនៅអាយុ1ខែអញ្ចឹងណាហើយម៉ាក់ក្មេកខ្ញុំគាត់មិនមែនមានតែកូនខ្ញុំមិនមែនតែចៅតែម្នាក់ឯងគាត់មានចៅ2នាក់ទៀតខាងកូនស្រីគាត់អញ្ចឹងកូនបងថ្លៃខ្ញុំតែគាត់ថាគាត់ស្និទ្ធជាមួយនឹងកូនស្រីខ្ញុំជាងដោយសារកូនខាងបងថ្លៃខ្ញុំគាត់កូនស្រីអញ្ចឹងគាត់ការគាត់ត្រូវការទៅនៅផ្ទះគ្រួសារខាងប្តីគាត់អញ្ចឹងទៅប៉ាម៉ាក់ក្មេកគាត់មើលថែចៅខាងនងអញ្ចឹងទៅពេលអញ្ចឹងគាត់អត់សូវស្និទ្ធជាមួយដល់ពេលមកស្និទ្ធជាមួយកូនខ្ញុំមានឌីសាកូនប្រុសម៉ាក់ក្មេកខ្ញុំតែប្តីខ្ញុំអញ្ចឹងតែមានចៅលើកទី1ដំបូងអញ្ចឹងគឺថាគាត់ស្និទ្ធមែនតែនគាត់នៅឆ្នាំមួយពួកគាត់នៅជាមួយនឹងពួកខ្ញុំទៀតពេលអញ្ចឹងគាត់មើលថែកូនយើងថាមើលថែដិតដល់មែនតែនទៅណាក៏ពោចៅទៅដែររងថ្ងៃនេះថាបានគាត់ស្រួលច្រើនណាជួយមើលចៅសពគ្រប់បែបយ៉ាងគាត់ហើយមួយគាត់មិនមែនថាគាត់មនុស្សចាស់អញ្ចឹងគាត់មើលចៅបែបតាមបុរាណនេះអត់ទេគាត់ចាស់មែនប៉ុន្តែគាត់រៀបថាគាត់ទាន់សម័យដែរការមើលថែរបស់គាត់បែបមនុស្សយើងសម័យថ្មីគាត់មានថានៅប្រកាន់គំនិតចាស់គំរិលដូចពីមុននេះអត់ទេបានយាយជាមួយតាស្រឡាញ់គាត់ថាក្បាលខូចមែនតែនបងដូចសោះរងថ្ងៃនេះអីយាយពេលយប់ឡើងអញ្ចឹងដឹងតែមកយកចៅទៅគេងជាមួយយាយអូននេះអីជួនទៅគេងជាមួយម៉ាក់ជួនទៅគេងជាមួយយាយដោយសារយាយថាតែអត់មានចៅគេងជាមួយគាត់គេងអត់លក់ទេ